បងប្អូនប្រុសស្រីនៃភូមិគ្រឹះតកូទិញទាំងអស់គ្នានៅក្នុងភូមិគ្រឹះនេះមានប្រវត្តិសាស្ត្រជាង300ឆ្នាំយើងឆ្លងកាត់រឿងរ៉ាវជាច្រើនមកហើយពួកយើងមិនដែលតែធ្វើបាបអ្នកណាហើយក៏មិនដែលបង្ករឿងទេតែមានចៅអត់ភ្នែកចង់តែធ្វើបាបពួកយើងកាលពីម្សិលមិញនេះពួកវាសម្លាប់កូនប្រុសជាង100នាក់នៃភូមិគ្រឹះទិញហើយព្រមទាំងឲ្យកូនប្រុសយើងទិញតែចុងសម្រាប់ខ្លួននេះមិនមែនជាគំនុំតូចតាចទេថ្ងៃនេះពួកចៅចង្រៃទាំងអស់នោះយកសាកសពកូនប្រុសយើងមកព្យួរនៅលើកំផែងវាពិតជាប្រមាថយើងពេកហើយពួកយើងទ្រាំមិនបានទេមនុស្សគ្រួសារទិញមានប្រវត្តិជាកងទ័ពច្រើនចំនួនណាស់មកហើយចំពោះសត្រូវពួកយើងមិនថយក្រោយទេពួកឯងភ្លេចហើយនៅបំភ្លេចមិនបានអ្នកប្រទិញធំព្រោះតែអាយុជីវិតភូមិគ្រឹះទិញសុខចិត្តលះបង់អាយុជីវិតខ្លួនឯងអ្នកទាំងអស់គ្នាអាចធ្វើអ្វីបានសោះទេឈាមសងដោយឈាម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 ការសម្បកខ្មុំឈានដល់ដំណាក់កាលតឹងតែងបំផុតអូធានមានក្តីសង្ឃឹមខ្លាំងណាស់ថាគង់តែយកភូមិគ្រឹះគ្រួសារទិញក្នុងពេលខាងមុខនេះសិនតាបានទទួលបញ្ជាឲ្យត្រឡប់ទៅធានជិញដើម្បីរាយការណ៍ពេលដែលសិនតាឡើងឡានក្នុងចិត្តអូធានមានការបារម្ភខ្លាំងណាស់ថ្មីនេះនៅជុំវិញសាលាស្រុកមានរឿងការឡើងចម្លែកច្រើនដូចជាកំបិតក្រហមកំពុងតែចាប់អារម្មណ៍ភូមិគ្រឹះទិញចាប់អារម្មណ៍ទាំងផែនការសម្បកខ្មុំរបស់គេទៅហើយក្នុងពេលនោះពេលមានអារម្មណ៍អាក្រក់នៅក្នុងចិត្តរបស់អូធានបាត់ទៅហើយអ្នកស្រីចេះកំតែដណ្ដើមយកសាកសពលោកបងទិញអីនាងមកធ្វើអីមែនហើយគ្រួសារទិញយើងកំពុងតែប្រជុំអ្នកក្រៅដូចជានាងមកធ្វើអីខ្ញុំសូមអះលោកបងទិញប្រគល់កងដៃនេះឲ្យខ្ញុំចេញអីនាងចង់និយាយអីប្រាប់យើងសូមឲ្យអ្នកស្រីចាស់គិតឡើងវិញពីសម្ដីចុងក្រោយមុនលោកបងទិញស្លាប់និយាយថាមិនផ្លែមានការអីនិយាយត្រង់មកចុះមែនម្ដាយយើងគ្មានពេលស្ដាប់នាងនិទានរឿងទីលោកបងទិញនិយាយថាពួកតបបរទេសចង់បានភូមិគ្រឹះទិញគឺជាការយល់សមលោកបងទិញព្រោះតែហាមឃាត់ពួកវាធ្វើយ៉ាងនេះគាត់សុខចិត្តស្លាប់ឬមួយក៏អ្នកស្រីចង់ឲ្យលោកបងទិញស្លាប់ទៅអត់ប្រយោជន៍មែនទេផ្ដាស់មែននាងបានន័យថាយើងធ្វើឲ្យទិញតែចង់ខកចិត្តមែនទេខ្ញុំមិនហ៊ានទេខ្ញុំគ្រាន់តែចង់ឲ្យអ្នកស្រីចាស់គិតឲ្យច្បាស់ត្រឹមត្រូវទិញតែចង់ស្លាប់ដើម្បីគ្រួសារទិញនេះហើយជាទូនីតិរបស់គេជាកូនប្រុសធំនៃគ្រួសារទិញប៉ុន្តែនាងដឹងទេគ្រួសារទិញក៏អាចទៅតស៊ូដើម្បីគេដែរសាកសពទិញតែចង់មិនត្រូវឲ្យនៅហាលវាលយ៉ាងនេះទេជីដូនជីតាកំពុងតែសម្លឹងមើលយើងនៅឡើយហើយចេះភាសាចិនទេនឹងចេះតើល្អណាស់មើលទៅលោកមីតបឧធានគឺមានការតែងតាំងចំពោះឯងគ្រប់គ្រងជនជាតិចិនត្រូវចេះភាសាចិនប្រៀបធៀបនឹងការប្រើកាំបិតជនជាតិចិនគឺប្រហែលជាងាយស្រួលទទួលជាងពាក្យពួកគេនិយាយថាជនជាតិចិនបង្ក្រាបជនជាតិចិននោះបានន័យថាវិធីគ្រប់គ្រងពួកគេជាដំណាក់កាលទី1ចុះដំណាក់កាលទី2ដំណាក់កាលទី2គឺឲ្យជនជាតិចិនរៀនភាសាពួកយើងកុំឲ្យគេនិយាយភាសារបស់គេឲ្យពួកគេភ្លេចភាសារបស់គេដើម្បីឲ្យជនជាតិចិនវិនិច្ឆ័យទាំងស្រុងតែម្ដងឥឡូវនេះយើងប្រកាសប្រទេសម៉ាន់ជើក៏ព្រោះតែរឿងនេះដែរយើងជឿថាមិនយូរប៉ុន្មានទេទូទាំងប្រទេសនឹងមានសភាពបែបនេះប៉ុន្តែយើងស្មានតែលោកប្រហែលជាមើលលេងឃើញហើយហើយទៅក៏ពលលោកជាភាសាចិនអត់ណាស់ជនជាតិចិនបង្ក្រាបជនជាតិចិនមិនមែនបានន័យចឹងទេតែទោះយ៉ាងណាក៏ដោយសូមលោកប្រាប់ខ្ញុំទៅមើលផែនការសម្បុកឃុំគឺជាអ្វីទៅហើយជាណាកងសេនាលោកសិនតើឥឡូវលោកអាចប្រាប់ខ្ញុំបានទេផែនការសម្បុកឃុំគឺជាអ្វីទៅអត់ឯបានជាលោកដណ្ដើមយកភូមិមកគឺគ្រួសារទិញឯងគឺកំបិតក្រហមអីអ្នកស្រីឥឡូវនេះអ្វីដែលអូធានចង់បាននោះគឺគ្រួសារទិញតែប្រថុយស្លាប់ស្លាស្រាប់សិនពៀនពេលនេះសត្វតែជាអន្ទីបើសិនជាពួកយើងទទួលគ្រោះថ្នាក់ម្ដងទៀតអ្វីក៏ត្រូវបញ្ចប់
លោកបងទីងស្លាប់ក៏អត់នេះ កូនប្រុសគ្រួសារទីងតែងតែគិតដល់សង្គមគ្រួសារជាចម្បងយើងអាចទ្រាំអត់ដកថយក៏បានប៉ុន្តែដល់ថ្ងៃណាយើងទ្រាំមិនបានកូនប្រុសគ្រួសារទីងមិនខ្លាចស្លាប់ទេ